ហេតុអ្វីវិជ្ជបណ្ឌិតស្នើសុំធ្វើតេស្តមុខងារតម្រង់នោមតម្រង់នោមជាសរីរាង្គដែលធ្វើការស្ងៀមស្ងាត់វាអាចមានបញ្ហាយូរមកហើយមុនពេលអ្នកមានអារម្មណ៍អ្វីមួយការធ្វើតេស្តមុខងារតម្រង់នោមជួយវិជ្ជបណ្ឌិតរកឃើញបញ្ហាបានឆាប់រហ័សតាមដានការព្យាបាលនិងធានាសុវត្ថិភាពក្នុងការប្រើថ្នាំតម្រង់នោមដែលមានសុខភាពល្អអាចច្រោះកាកសំណល់ជាសារធាតុពុលបានល្អនិងបញ្ចេញទឹកដែលលើសចេញពីឈាមបានល្អវិជ្ជបណ្ឌិតជាទូទៅពិនិត្យលើក្រេអាទីនីនកើនឡើងនៅពេលតម្រង់នោមមិនអាចត្រងឈាមបានល្អអ៊ុយរ៉េកើនឡើងនៅពេលមុខងារតម្រង់នោមធ្លាក់ចុះ EGFR វាតម្លៃសមត្ថភាពសរុបនៃការច្រោះឈាមរបស់តម្រង់នោមការវិភាគទឹកនោមដូចជាការរកឃើញគ្រីស្តាល់គ្រួសកោសិកាឈាមសកោសិកាឈាមក្រហមស្ករនិងប្រូតេអ៊ីនជំងឺតម្រង់នោមមិនអាចបង្ហាញរោគសញ្ញារហូតដល់ដំណាក់កាលធ្ងន់វិជ្ជបណ្ឌិតអាចស្នើសុំធ្វើតេស្តតម្រង់នោមសម្រាប់អ្នកដែលមានសម្ពាធឈាមខ្ពស់ជំងឺទឹកនោមផ្អែមជំងឺបេះដូងជំងឺប្រព័ន្ធភាពស៊ាំខ្លួនឯងជំងឺទាំងនេះអាចបំផ្លាញតម្រង់នោមបន្តិចម្ដងក្នុងរយៈពេលវែងសម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងលេខទូរស័ព្ទ012 444 606និង016 444 606បំណងល្អពីមន្ទីរពិសោធន៍ Biotra